ឃើញផ្លូវនេះកុំច្រឡំថាពួកខ្ញុំនឹងជិះម៉ូតូត្រៃទៅលេងព្រៃណាអានេះចូលចកោតដែរបងប្អូននេះខ្ញុំជិះទៅលេងនៅកពតផ្លូវចូលរីសតខ្ញុំគឺស្ថានភាពផ្លូវគឺបែបហ្នឹងហើយជាផ្លូវដែលម៉ូតូស្ពណ៌ខ្លាចបំផុតហើយជិះពីលើម៉ូតូហ្នឹងអារម្មណ៍ចង់យំហើយបាទមិនមែនត្រឹមតែភ្លៀងហើយផ្លូវពិបាកទេអាផ្លូវដីក្រហមនេះគឺជាប់តែម្ដងតយកមកលាងសម្អាតដុស2ថ្ងៃអីបានបាត់អាភាពក្រហមមកវាឥឡូវមកជួបវីដេអូថ្មីនៅប្លុកដែលខ្ញុំទៅកពតតែខ្ញុំបានកាត់ហើយខ្ញុំក៏ស្ដាយវីដេអូនេះឥឡូវខ្ញុំមកកាត់ចែកជូនបងប្អូនមើលតើម៉ូតូស្ពណ៌យកទៅអករ៉ូតនៅផ្លូវពិបាកនឹងវាជូរចត់បែបណាវាតោកយ៉ាបែបណាជួបមើលវីដេអូពេញរបស់ខ្ញុំទាំងអស់គ្នាសម្រាប់ខ្ញុំលើកទី1ឯងដែលយកលំមកសដោងជាមួយនឹងឡានអូសម៉ូតូហើយចឹងខ្ញុំក៏ងើបពីចិត្តភ្លឺដើម្បីរៀបចំចងម៉ូតូរត់សាករត់អីតើបបពិសោធន៍ដែលយើងអត់ធ្លាប់ហ្នឹងវាមិនតែអ្វីដែលសំខាន់ខ្ញុំគិតថាវាពិបាកអូសតែវាគិតខុសការគិតរបស់ខ្ញុំលំមកនេះគឺស្តង់ដារមែនតើគឺអូសស្រួលអត់មានរលាកអត់មានអីដោយសារវាធ្វើមកវាថ្លឹងមកគឺស្តង់ដារព្រោះលំមកនេះលំមកយើងទិញស្រាប់អញ្ចឹងអូសចេញមកវាអត់មានឃ្លីងឃ្លងឲ្យពេលវាចូលកលុកចូលអីគឺវា smooth តែម្ដងហើយឥឡូវនេះតាំងពីចិត្តភ្លឺមកដល់ភ្លឺហើយភ្លឺចាស់ហើយឥឡូវនេះយើងរៀបចំចងម៉ូតូចង់អីហើយយើងរៀបចំចេញទៅកពតយកឡានទៅឆែកចាក់សាំងមើលសបកមើលអីត្រឡប់របស់ខ្ញុំគឺមុននឹងពេលខ្ញុំចេញទៅណាមកណាគឺខ្ញុំឆែកឡានឆែកម៉ូតូឆែកអីគឺមកអែមបានខ្ញុំចេញដំណើរអញ្ចឹងជាគំនិតរបស់ខ្ញុំបងប្អូនគួរតែឆែកមើលមុនគេទាំងអស់ហ្នឹងគឺសបកកង់តែម្ដងដូចជាសបកកង់ឡាននេះប្រភេទរបស់ខ្ញុំនេះខ្ញុំធ្លាប់មានបទពិសោធន៍ខ្ញុំចែកម្លែកបើសិនជាករណីវាមុតអីមួយហើយបងប្អូនកុំញុកឲ្យសោះតែញុកគឺវាអត់ចិត្តទេគឺបងប្អូនត្រូវយកវាទៅអ៊ុតពីក្នុងអាហ្នឹងបទពិសោធន៍របស់ខ្ញុំដូចម៉ូតូធំអញ្ចឹងម៉ូតូធំតែកាលណាដែលយើងញុកសបកវាគឺវាអត់ចិត្តទេតតែយើងយកទៅអ៊ុតពីក្នុងតែគាត់ថាការអ៊ុតហ្នឹងវាពិបាករកកន្លែងអ៊ុតតិចតតែកន្លែងដែលយើងស្គាល់ស្និទ្ធស្នាលហ្នឹងមិនគេអ៊ុតឲ្យអញ្ចឹងណាបន្ទាប់ពីយើងចាក់សាំងឆែកឡានឆែអស់ហើយឥឡូវនេះយើងបានមកជប់ជុំគ្នាហើយគឺធីមកំពង់ស្ពឺថ្ងៃនេះគឺអូសសុទ្ធតែម្ដងគឺអត់បានជិះទេដោយសារមករយៈហ្នឹងបងប្អូនដឹងហើយថាពួកខ្ញុំអត់សូវបានជិះច្រើនទេអញ្ចឹងបើពួកខ្ញុំរៀបចំវាយលម្អម្នាក់មួយដើម្បីអូសម៉ូតូទៅតែម្ដងព្រោះមួយរយៈហ្នឹងដូចបងប្អូនដឹងអញ្ចឹងរៀនថាធ្លាក់ដៃអញ្ចឹងនេះធីមខាងកំពង់ស្ពឺបាទមានតាំងពី rider តូច rider ធំ rider ស្រី rider ប្រុសឲ្យមានអស់ហើយរួមទៅអត់ឲ្យចាញ់គេបាទហើយនេះកូន rider បាទអានេះប៉ិននេះអាឡុងនេះប៉ិននេះជិះម៉ូតូបានហើយរួមទៅមិនថាឲ្យជិះលើខ្នល់លើអីទេគាត់ជិះទៅក្នុងព្រៃលេងគ្នាគាត់ទេហើយឥឡូវនេះយើងបានមកដល់ចិត្តតពាំងតើហើយឥឡូវនេះកំពុងតែស្រីចូលបត់ដៃបត់ជើងហើយយើងរៀងអែមតែ5ឡានអូសុទ្ធតែម្ដងហើយទីទៀតនេះយើងធ្វើដំណើរទៅកពតឡើងបូកគោបងប្អូនចាំមើលផ្លូវកោងកែងយើងមើលតើមានបងប្អូនណាខ្លះធ្លាក់ផ្លូវធ្លាក់អីចឹងណាអញ្ចឹងប្រកាសជាមានបងប្អូនឆ្ងល់ថាមិនបានឃើញវីដេអូក្បាលដំបូងដាក់សិលអត់រោម៉ូតូស្ពម៉ូតូអីទឹកភ្នែកទឹកសបោអីចាំមានតែឥឡូវដល់កន្លែងញ៉ាំបាយមន់សែតិចសិនជិតដល់លើហើយជិតឆាកសាសាហាវហ៎អញ្ចឹងនិយាយថានេះលបកថាទឹកអត់កើតមិនទួមើល120ធូ120ជាប់នេះរយៈនេះបងប្អូនហើយម៉ូតូ2គ្រឿងនេះវាយកបាន6គីឡូ7គីឡូបាទ7គីឡូអេបងប្អូនតែការលម្អហ្នឹងឯងបាទអាចកំងបានណាក្តីសុខបំឬប្រុសវាមានតែប៉ុណ្្នឹងឯងឆ្លាញ់អីធ្វើហ្នឹងបងប្អូន10ឆ្នាំមកមានប៉ុន្មានដងអីដូចខ្ញុំជាដើមឯបាននេះជិះម៉ូតូស្ពខ្ញុំវាយអស់ហើយក្រងទី20ឆ្នាំ5 10ឆ្នាំឯទៀតហ្នឹងគឺលេងបានជិះហើយព្រោះវ័យយើងកាន់តែចាស់យើងស្លឹងទៅរមអីដែរត្រូវជាមួយវ័យយើងវិញអញ្ចឹងណាហើយលើកាត់មកដល់ប្លង់នេះយើងគឺបានមកដល់ resort ដែលកន្លែងដែលខ្ញុំកក់សម្រាប់គេងហើយ resort កន្លែងខ្ញុំគេងនេះគឺ view អែមខ្លាំងមែនតើមានដងព្រែកមានអីរួមទៅឈៀគឺលក្ខណៈថាឈៀគឺអែមហ្មងហើយវីដេអូនេះដែរខ្ញុំត្រូវការទិញម៉ូតូទឹកមួយគ្រឿងអញ្ចឹងបងប្អូនណាមានម៉ូតូទឹកត្រូវការលក់ខ្ញុំត្រូវការទិញអញ្ចឹងតំណែងមកខ្ញុំមកខ្ញុំឡើងទៅមើលនិយាយតម្លៃចរចាអីបានហើយខ្ញុំតិចទៀតខ្ញុំបោះដ្រូនចាំមើល view នៅខាងលើតើកន្លែងដែលខ្ញុំគេងនេះវាអែមប៉ុណ្ណាហើយបងប្អូនណាត្រូវការចង់គេងកន្លែងនេះអីចាំខ្ញុំដាក់លេខទូរស័ព្ទនៅខាងក្រោម comment អាចតាក់ទងទៅគាត់បានស្គាល់តាមរយៈខ្ញុំមាន promotion សម្រាប់អ្នកដែលឃើញវីដេអូនេះចឹងណាហើយពេលដែលយើង stress ពីការងារអីបានមកដើរលេងកន្លែងចេះអីគឺ
ធម្មពលគឺបានមកវិញគេហៅថាដូចសាក់ថ្មជីវិតអញ្ចឹងណាមួយរយៈដែលខ្ញុំអត់សូវបានធ្វើវីដេអូ blog វែងចែកជូនបងប្អូនមើលហ្នឹងដោយសារតែវីដេអូប្រភេទនេះគឺត្រូវការការគិតច្រើនហើយវា stress នឹងការងារគឺយើងអាចធ្វើវាឡើងបានទេអញ្ចឹងឥឡូវនេះអារម្មណ៍រៀងល្អបន្តិចគឺខ្ញុំកាត់វីដេអូចាស់នេះចែកជូនបងប្អូនយើងមើលទុកជាការកំសាន្តអញ្ចឹងណាព្រោះបាត់មុខបាត់រយៈដែរហើយហើយចឹងនេះជាបញ្យូនៅខាងលើបងប្អូនហើយស្អាតខ្លាំងមែនតើឥឡូវយើងដល់ម៉ោងឈៀជាមួយនឹងក្រុមការងារបងប្អូនរួមវិស័យម៉ូតូអ្នកចិត្តខាងអ្នកចិត្តផ្ទះហើយនៅសិតតែអ្នករ៉ូស៊ីបងប្អូនសិតតែអ្នករ៉ូស៊ីឲ្យបានដើរលេងម្ដងជួបជុំគ្នាម្ដងវិញបាទគឺសប្បាយបែបហ្នឹងខេត្តកំពតនេះហើយដែលខ្ញុំទៅញឹកជាងគេហើយទៅច្រើនដងហើយនៅតាមមិនតាន់ដើរលេងគ្រប់កន្លែងសពកន្លែងរួមទៅបង្កើតថ្មីរហូតហើយកន្លែងញ៉ាំអីក៏វាស្រួលក៏ជាពិសេសរបៀបផ្ទះបឹងគីឡូផ្ទះឌីសនចេះគឺសម្បូរខ្លាំងមែនតើហើយស្អាតហើយដងទិដ្ឋភាពដងព្រែកគឺបើមានម៉ូតូទឹកជិះទៀតមិនដឹងតែអែមប៉ុណ្ណាទេអញ្ចឹងត្រូវតែដាក់គូដៅទិញម៉ូតូទឹកឲ្យបានមួយទៀតហើយកាត់មកដល់ប្លង់នេះជាប្លង់ពិសេសដែរដែលខ្ញុំបបួលប្រពន្ធខ្ញុំយកកូនស្រីបាទដាក់ឈ្មោះដាក់អីគេបងប្អូនជិះដាក់ឈ្មោះមួយមើលហើយនេះពងគិតអូនតោះចូលបន្ទប់យើងចូលបន្ទប់យកកូនស្រីមួយទៀតព្រោះថ្ងៃខ្ញុំមានកូនប្រុស3ហើយតែប្រពន្ធថាអត់អីឈប់ហើយបិទធំហ្នឹងហើយអត់មានពេលដើរសម្រាប់ខ្លួនឯងទៀតទេហើយពួកខ្ញុំក៏មានកម្រងថាយកតែកូនតែ3ហ្នឹងទេតែពងបលួងប្រពន្ធតិចសិនថាយើងមានកូនស្រីមួយទៀតទេវាអែមដែរអញ្ចឹងណាអូនបងប្អូនឃើញម៉ូតូទឹកនៅគ្រាហ្នឹងឯងខ្ញុំពងដាក់គោដៅថាត្រូវយកម៉ូតូទឹកហ្នឹងមួយទៀតដើម្បីបំពេញនៅការស្រឡាញ់របស់យើងការស្រឡាញ់បងប្អូនម្នាក់តើមានគូដៅបានយើងទៅដល់ហើយវីដេអូនេះលើកទឹកចិត្តដល់បងប្អូនដែលស្រឡាញ់អ្វីមួយត្រូវតែខំពុះពៀយកវាបានដាក់ក្តីសម័យខ្ពស់ហើយងើបពីផឹកទៅធ្វើវាហើយឥឡូវយើងកាត់មកដល់ប្លង់ពេលព្រឹកឡើងនេះគឺយើងរៀបចំគឺឡើងបូកូហើយនេះជាម៉ូតូដែលធៀបនឹងឡើងបូកូទាំងអស់ហ្នឹងគឺមាន5គ្រឿងហ្នឹងទេព្រោះនេះជា trip តូចលក្ខណៈគ្រួសារឈៀរៀបចំចេញពីកន្លែងគេងហើយយើងរៀបចំឡើងបូកូ5ឡាននេះ5ឡានម៉ូតូ4-5ដែរគេងមួយយប់នេះកន្លែងខ្ញុំគេងស្អាតបងប្អូននោះកន្លែងគាត់បងប្អូនចង់មកកន្លែងនេះអីអាចតាក់ទងមកខ្ញុំដាក់លេខទូរស័ព្ទគាត់ឲ្យកន្លែងនេះស្អាតស្វាល្អតម្លៃល្អស្អាតហើយមានដងព្រែកដងអីដូចខ្ញុំវីដេអូរបស់ដ្រូនអញ្ចឹងស្អាតខ្លាំងណាស់នេះកន្លែងគេយើងមកដាច់ទាំងអស់មកជួបនេះតាគេយកជួបគ្នានៅបង្គោលនេះហើយជាវីដេអូដែលបងប្អូនបានឃើញពីក្បាលវីដេអូដំបូងដែរច្រឡំតាខ្លួនឯងជិះម៉ូតូត្រៃក៏ពិតខ្លួនឯងជិះស្ពណ៌បាទទឹកសបោគឺផ្លូវមួយនឹងហើយដែលចេញពីរីសតដែលកន្លែងខ្ញុំគេហ្នឹងវាមានការខូចផ្លូវដោយសាររដូវកាលខ្ញុំទៅហ្នឹងគឺរដូវកាលភ្លៀងគឺមានការខូចផ្លូវប្រហែលជាឆ្ងាយគួរសមដែរហើយបងប្អូនហើយអ្នកជិះម៉ូតូស្ពណ៌ប្រឡាក់ដីមិនបានឲ្យឃើញផ្លូវនេះមិនដឹងថាជូរចត់រឿងថាយំក៏យំលេងចេញយើងជ្រុលចកោតដូចគេនិយាយថាជ្រុលចកោតដៃមើលផ្លូវបងប្អូនហើយម៉ូតូវាមិនថាផ្លូវវាប្រហែលបងប្អូនតែសំខាន់គឺអា
đây cái hòm nó cứ liền ở trên nhân to thì coi rùa về đỏ té đang tạo chia tiền đây coi liền chia tiền đây một lời hay bông khác có khơi lời chẳng cứ kata vì ọt một bài sầm đạp tô thò mà đa sầm đạp ấy cứแต่บ่สำหรับโตสปอร์สำหรับเนี่ยสลังโตវិញផ្លូវមួយនេះហើយជាត្រូវគឺវាប្រឡាក់មែនតើមកប្រឡាក់ថាវាលៀងអត់ចាញ់សារវាដីក្រហមហើយឥឡូវយើងបាទមកអករោទាំងអស់គ្នាបាទជាតិទេបងប្អូនអ្នកដែលស៊ីតូស្ពឃើញផ្លូវនេះ ខ្ញុំសម្រាប់ចិត្តតែកាត់ប្លង់នឹងចោលតែម្ដងទៅកុំឲ្យបងប្អូនអ្នកដែលស្រឡាញ់ម៉ូតូតឹងទ្រូងតឹងចិត្តជាមួយនឹងម៉ូតូស្ពណ៌ជិះលើផ្លូវអករ៉ូតនេះពេកឥឡូវនេះយើងបានមកដល់ផ្លូវឡើងបូកគោហើយរៀបចំនឹងឡើងបូកគោឲ្យបងប្អូនយើងមួយបាទប្រឡាក់ល្អមកហើយទៅវិញលៀងព្រាតទៀតហើយ5ម៉ូតូល្អមកនៅក្នុងមួយ តាំងពីឡើងដល់ចុះគឺមេឃគឺសភាពបែបហ្នឹងបងប្អូនអាប់ខ្លាំងមែនតែនហ្មងអត់មានបងប្អូនណាដែលអាច corner ដល់ជង្គង់បានទេដោយសារតែមេឃភ្លៀងហើយនឹងល្អិលហើយដូចនេះវីដេអូនេះបងប្អូនមើលទៅមើលមនុស្សសឹងតែអត់ឃើញនឹងជាក់ខ្លាំងមែនតែនហ្មងខ្ញុំពេលចុះមកវិញបើកម៉ូតូអត់ចង់ដល់ចំណតដល់បងប្អូនរួមទៅវាតិចខ្លាំងពេកបាទហើយនេះសិនអ្នកដែលចាប់អាប់ហើយបាទសកពូលហើយចង់ចាប់អាប់អីចង់ចាប់អាប់មកខែភាសាមកឃើញអាប់អីអាណិត rider ស្រីគ្នាខំធ្វើខ្លួនថាអូវីដេអូចេញវីដេអូមកសិតតែស្រីហើយមានណាបានជីមេឃលេងភ្លៀងម្លឹងអញ្ចឹងជាចុងក្រោយអរគុណបងប្អូនដែលបានមើលវីដេអូប្លុកមួយយប់2ថ្ងៃរបស់ខ្ញុំហើយយើងជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណច្រើនបងប្អូនចាំជួបមួយ rider ស្រីនៅវីដេអូក្រោយៗទៀតឥឡូវនេះ rider ស្រីជាតិកើតទេដោយសារមេឃភ្លៀងខ្លាំងនិងអាប់ខ្លាំងរអិលខ្លាំងអញ្ចឹងអរគុណជួបគ្នានៅវីដេអូក្រោយបាយបាយ